បាទរៀបសួរបងប្អូនបាទបងប្អូនបាទមកគូនេះគឺថាល្អគឺបុកដូចគ្នាហើយកីឡាករនេះក៏កីឡាករខ្មែរយើងមួយនេះក៏ល្បីឈ្មោះយូរដែរហើយប៉ុន្តែគ្នាមិនសូវបានវាយបាទកីឡាករខ្មែរម្នាក់នេះប្រសិនបើជាយើងយកចិត្តទុកដាក់អ្នកចាប់គូយកចិត្តទុកដាក់អីទៅបន្តិចសន្ទុះនៃការប្រយុទ្ធរបស់គាត់គឺល្អព្រោះគាត់ចិត្តដាច់បាទគាត់ហ៊ានបាទគាត់វាយគាត់ហ៊ានលះបាទច្បាស់តែយើងមិនដឹងជាយ៉ាងម៉េចដែរបានជាមិនសូវចាប់គូបានហើយមួយរយៈកន្លងមកនេះឃើញថាលោកគ្រូរបស់គាត់ហ្នឹងគឺថាផឹកទឹកវាមិនសូវស្គាល់ប្រភពទេដឹងបានជាទឹកហ្នឹងវាមិនហូរណាបានជាទឹកវាមិនហូរធ្លាក់មកណាចឹងយើងចាំបាច់ខុសត្រូវអីក៏ដោយមេយើងក៏ដោយអីក៏ដោយក៏ជាឪពុកទី2របស់យើងដែរហើយក៏លោកឪពុកទី2នោះក៏គួរតែសន្តោសត្រោះប្រណីដល់កូនទី2ផងបាទកុំថាអញហើយគឺក្បួចកយកគ្នាតែម្ដងគឺងាប់តែធ្វើឲ្យកូនទី2នឹងវាភ្លេចថាយើងជាឪពុកទី2របស់វាបាទរឿងការផឹកទឹកមិនស្គាល់ប្រភពរបស់កូនទី2វាជារឿងរបស់វាទៅចុះតែយើងជាអាណាព្យាបាលយើងជាឪពុកទី2របស់វាយើងចាំបាច់ត្រូវមានការអត់ធ្មត់ឲ្យបានខ្ពស់បាទដល់អញ្ចឹងទៅការចាប់គូវាមិនសូវបានចឹងឯងបាទអញ្ចឹងចាំបាច់យើងត្រូវធ្វើអីក៏ដោយគឺត្រូវច្បាស់លាស់មានលើមានក្រោមមានខ្ពស់មានទាបមានឆ្វេងមានស្ដាំឲ្យបានច្បាស់លាស់ទៅគឺការងាររបស់យើងនឹងវារលូនទៅមុខហើយបាទមិនមែនថាចេះតែអោនចេះតែក្រាបមិនដឹងអីណែល្ងឹតភ្លឺអីទេបើណាយើងត្រូវចេះធ្វើការវិភាគផងព្រោះយើងមានmemory របស់យើងច្បាស់លាស់ការគិតរបស់យើងច្បាស់លាស់បាទកុំឲ្យតែចេះតែប៉ាតដានចក្រានសៀមទៅវាទៅចេះចោលសៀមហើយចឹងបានថាយើងធ្វើអីក៏ដោយរស់នៅក្នុងសង្គមត្រូវឲ្យស្គាល់សង្គមយើងច្បាស់លាស់យើងរស់នៅក្នុងភូមិយើងត្រូវឲ្យស្គាល់ភូមិយើងច្បាស់លាស់យើងរស់នៅក្នុងបណ្ដុំបាទជាកីឡាករយើងត្រូវឲ្យស្គាល់ខ្លួនយើងច្បាស់លាស់ថាជាអ្នកណានៅកន្លែងណាឈរកន្លែងណាអង្គុយកន្លែងណាឲ្យបានច្បាស់លាស់បាទអានឹងប្រកាសជាការងារគឺមិនសូវស្ទះទេវានឹងអាចទៅមុខបានហើយបាទអញ្ចឹងបានថាគួរតែគិតត្រង់ចំណុចហ្នឹងដើម្បីប្រយោជន៍ខ្លួនឯងប្រយោជន៍កូនសិស្សហើយនឹងប្រយោជន៍សង្គមជាតិបាទអញ្ចឹងសរុបសេចក្តីមកគឺសូមសនំពោដល់លោកអ្នកដែលខាងចាប់គូវិតាធ្វើការសម្របសម្រួលចាប់គូឲ្យមាសដែលជះហ្នឹងឲ្យបានរៀងក្រាន់បើបន្តិចមកដើម្បីបង្កើនសមត្ថភាពគាត់ព្រោះកីឡាករហ្នឹងគឺខ្ញុំគិតថាល្អហើយបាទល្អហើយគឺចិត្តដាច់វាយលះតែបើយើងចេះតែគិតរឿងអតីតកាលរឿងគ្រូរឿងសិស្សរឿងអីប៉ះពាល់លេចការជើងបួងអីវានឹងខូចបាទវានឹងខូចអរិយណែក្របពូជនៅរបស់យើងដែលមាននៅក្នុងស្រុកខ្មែរយើងនេះបើយើងមិនយកវាមកដាំទេគឺវាអត់ដុះទេអញ្ចឹងចាំបាច់បិទមួយចំហៀងបើកមួយចំហៀងដើម្បីធ្វើការឲ្យបានល្អចង់និយាយថាបាតដៃកសាច់ខ្នងដៃកសាច់ដែរអញ្ចឹងយើងកុំខ្វល់ច្រើនពេកអញ្ចឹងធ្វើការសម្រាប់រួមគ្នាដើម្បីអភិវឌ្ឍគុណខ្មែរទាំងអស់គ្នានៅក្នុងស្រុកខ្មែរទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលាបាទអត់ពុតខ្លះតែបើអើយដើម្បីជីវភាពឧស្សាហ៍